ជាពាក្យដែលនៅចន្លោះទំនាក់ទំនងរវាងខ្ញុំហើយនឹងក្រាស់ខ្ញុំស្អីទេព្រោះតែពាក្យមួយនឹងហើយខ្ញុំមិនត្រឹមតែដើរជាតួនពូម៉ាក់ម្នាក់ប្រុសនឹងទេតែនៅជាទីប្រឹក្សាគេគ្រប់រឿងមិនថារឿងស្នេហាឬក៏រឿងក្នុងគ្រួសារជាអ្នកលួងលោមពេលគេខូចចិត្តជាគ្រូបង្រៀនពេលគេរៀនមិនទាន់ជា Google Translate ភាសាអង់គ្លេសឲ្យពេលគេញ៉ៃគ្នាជាមួយក្រាស់របស់គេតែគេអានឆ្លៀតមិនយល់ជាម្ដាយពេលគេដាច់លុយធ្ងន់បំផុតទូគឺខ្ញុំត្រូវដើរជាអ្នកលួចស្រឡាញ់គេតែម្នាក់ឯងមករហូតដោយមិនអាចហៅគេថាក្រាស់ពេញមាត់ប្រាប់អ្នកដទៃបានព្រោះតែពាក្យពីរម៉ាត់នឹងតែម្ដងធ្វើឲ្យខ្ញុំតឹងទ្រូងស្ទើរធ្លាយបែកទៅហើយតឹងសំឡេងឆ្លៀតលោតក្នុងទូរស័ព្ទខ្ញុំទាញយកមកអានកូនជ្រូកាឃើញអត់ថាខ្ញុំជារូបយ៉ាងឲ្យម្នាក់បងនឹងតែគេមិនដែរហៅខ្ញុំពីរួចទេមិនសមសោះថាគេតបស្នងការលះបង់មកកាន់ខ្ញុំបែបនឹងបើនិយាយពីរឿងនឹងវិញខ្ញុំទទួលបានតាំងពីតូចមកម្ល៉េះពេលនោះខ្ញុំថតហើយខ្ញុំញ៉ាំច្រើនពេកមកខ្ញុំហៅតែអញ្ចឹងអាគាត់នឹងក៏យកមកហៅតាមទោះជាខ្ញុំធំរៀនឡើងស្អាតមើលតែ model តែមិនអាចឲ្យឈ្មោះនឹងរលុបចេញពីខួរក្បាលរបស់គាត់នឹងឡើយនិយាយរួចនឹកខឹងម៉ាក់ខ្ញុំតែម្ដងយីផ្ទះស្លាប់ឥឡូវខ្ញុំឆ្លើយតបទៅវិញទាំងខ្នាញ់តែគេផ្ញើរូបសោកស្ញីងដូចគ្មានញញើសោះហើយក៏បន្តបានមកហូបអីថ្ងៃហ្នឹងតែក្បាលសំណួរជីងមកអីអញ្ចឹងហើយដឹងតែផ្ទះអាគាត់ហ្នឹងមកហូបមិនត្រូវចិត្តទៀតហើយក្រាស់ខ្ញុំមិនត្រឹមតែជា best friend នឹងទេថែមជាអ្នកចិត្តទឹកខាងនឹងគ្នាទៀតផ្ទះគេនិងខ្ញុំរំលងគ្នាតែ2-3ប៉ុណ្ណោះណែតែយើងឧបត្ថម្ភក៏ឲ្យគ្រួសារគេម្ដងខែប្រហែលដែរបានចេះតែមកបាយផ្ទះគេរហូតអញ្ចឹងខ្ញុំតបឆ្លៀតទៅគេវិញសំដីថ្លោះណាស់ក្រែងពីមុនយើងឧស្សាហ៍អញ្ចឹងដែរតែឌឺដងខ្ញុំភ្លាមតែគេទៅខ្ញុំក៏អញ្ចឹងដែរមកហូបចាឲ្យឆ្កែស៊ីអស់ឥឡូវហើយគ្មានសល់ទេ